នេះជាដើម bonsai ដែលយើងធ្វើពីក្របអំពិលដាំពីអំពិលក្របមកហើយបន្តវាអំពិលដែលយើងស្លនោះហើយរយៈពេលវានឹងចូលជិត1ឆ្នាំហើយចូល1ឆ្នាំហើយឆ្នាំអញ្ចឹងវាបានប៉ុណ្ណេះដែរតែប៉ុន្តែយើងអត់កាត់អត់តែងវាអត់ពុតពេលវាទេវាអាចកម្ពស់វាអាចចូល1ម៉ែត្រអីហើយតែតែយើងចិត្តកាត់វាអញ្ចឹងទៅវាអត់ឡើងលើទេវាក្រិននៅហ្នឹងវាជាសិល្បៈមួយក្នុងការតាំងលម្អជឿថាស្រុកខ្មែរយើងមិនសូវតន់មានអ្នកណាដែលចូលចិត្តលេងទេតាមខ្ញុំស្រាវជ្រាវមើលបើខ្ញុំចូលចិត្តbonsai វាជារុក្ខជាតិមួយយ៉ាងដែលប្លែកចម្លែកបងប្អូនដែលវាអាចតាក់ទាញអារម្មណ៍យើងដែលយើងមានការនឿយហត់តប់ប្រមល់ហើយបងប្អូនមកអង្គុយមើលវាលេងទៅកាហ្វេមួយកែវអញ្ចឹងទៅណា